ខួបអាពាហ៍ពិពាហ៍6ឆ្នាំអោសុគន្ធកញ្ញានៅតែទទួលបានការស្រឡាញ់និងថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីស្វាមីនៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍6ឆ្នាំនេះតារាចម្រៀងអោសុគន្ធកញ្ញានៅតែទទួលបានភាពកក់ក្ដៅពីស្វាមីមិនខុសពីរាល់ឆ្នាំឡើយដោយបាននាំគ្នាចេញទៅដើរកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍6ឆ្នាំក្នុងឆ្នាំនេះស្វាមីរបស់តារាចម្រៀងអោសុគន្ធកញ្ញាកាន់តែបង្ហាញការស្រឡាញ់ខ្លាំងចំពោះភរិយានិងកូនប្រុសទាំងពីររបស់ខ្លួនជាក់ស្ដែងរាល់ការងារផ្សេងៗស្វាមីនាងតែងតែធ្វើសម្រាប់នាងគ្រប់បែបយ៉ាងទង្វើនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាញ់និងពេញចិត្តខ្លាំងចំពោះគ្រួសាររបស់នាងលោកអឹងសុកលីស្វាមីតារាចម្រៀងអោសុគន្ធកញ្ញាបានរៀបរាប់ថាគេគ្រប់គ្នាថាពេលវេលាដើរលឿនណាស់តែសម្រាប់ខ្ញុំពេលវេលាដើរយឺតណាស់6ឆ្នាំហើយនៅមើលកូនតូចនៅឡើយដោយឡែកក៏លេចមើលតារាចម្រៀងអោសុគន្ធកញ្ញាវិញថែមទាំងបាននិយាយថាជីវិតពិតមិនដូចរឿងនិទានតែមួយរយៈពេលចុងក្រោយដែលមានពួកគាត់ចូលក្នុងជីវិតរបស់ខ្ញុំហាក់បីទទួលបានគ្រប់យ៉ាងក្នុងរឿងនិទានអរគុណប្តីសម្លាញ់ដែលតែងតែផ្ដល់គ្រប់យ៉ាងទោះប្រពន្ធមិនដែលទាមទារដំបូងចង់ប្រើជីវិតជាប្តីប្រពន្ធស្របច្បាប់បង្ហាញអ្នកគ្រប់គ្នាចង់ដើរលេងពីអ្នកបែបរ៉ូមែនទិកតែមានកូនតែម្ដងจึងរ៉ូមែនទិកជុំគ្នារីករាយខុបអាពាហ៍ពិពាហ៍6ឆ្នាំជាមួយនឹងការទទួលបានភាពកក់ក្ដៅពីស្វាមីបែបនេះតារាចម្រៀងអោសុគន្ធកញ្ញានៅតែចិញ្ចឹមចង់បានកូនទី3ជាបន្តទៀតដោយកន្លងមកនឹងធ្លាប់បាននិយាយថាចង់បានកូនស្រីតែមិនទាន់ដឹងថាពេលណានឹងយកកូនទី3ជាបន្តទៀតទេព្រោះពេលនេះចង់ទុកឱកាសក្នុងការធ្វើការងារសិល្បៈសិន